ក្នុងស្ថានភាពដែលប្រទេសយើងក៏កំពុងមានវិបត្តិដោយការឈ្លានពានពីប្រទេសថៃហើយជន់ដោយវិបត្តិមួយទៀតគឺវិបត្តិនៅមជ្ឈិមបូព៌ាដែលជាប្រភពនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈមកកាន់បណ្ដាប្រទេសនានាជាពិសេសគឺប្រទេសដែលมันមានការផលិតប្រេងខ្លួនឯងហ្នឹងគឺវាទៅជាការប្រឈមជាហានិភ័យមួយក៏ប៉ុន្តែអ្វីដែលជាការកត់សម្គាល់របស់ខ្ញុំគឺមិនមែនជាហានិភ័យដោយការខ្វះការគ្រប់គ្រងប្រេងឥន្ធនៈទេប៉ុន្តែហានិភ័យរបស់យើងនាពេលនេះគឺការដែលប្រជាពលរដ្ឋហាក់ដូចជាមានភាពតក់ស្លុតខ្លាំងពេកគឺប្រជាពលរដ្ឋមួយចំនួនគឺមិនទាំងអស់ទេហាក់ដូចជាមានភាពតក់ស្លុតខ្លាំងពេកចំពោះកង្វះខាតឬក៏ការគ្មានប្រភពគ្រប់គ្រងនៃប្រេងឥន្ធនៈនេះដែលបណ្ដាលឲ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលអាចថាជាការបារម្ភជ្រុលនាំគ្នាទៅទិញប្រេងឥន្ធនៈយកទៅស្តុកទុកហើយការស្តុកទុកការរក្សាទុករបស់ពួកគាត់ទៀតសោតគឺมันសមស្របតាមលក្ខណៈស្តង់ដារបច្ចេកទេសដែលនេះគឺវាបង្ហាញឲ្យឃើញនៅទស្សនវិជ្ជា2 3ទី1ការដែលបងប្អូនសវាសទិញទៅទិញប្រេងឥន្ធនៈស្តុកទុកឬក៏តំណែងយុទ្ធសាស្ត្រមួយចំនួនស្តុកទុកនេះគឺវាបង្ហាញពីគំនិតអាត្មានិយមខ្លួនឯងមានន័យថាក្នុងស្ថានភាពវិបត្តិយើងគួរណាស់តែធ្វើយ៉ាងណារក្សាស្មារតីនឹងណរក្សាស្ថានភាពនៃការប្រើប្រាស់តំណែងហ្នឹងឲ្យបានត្រឹមត្រូវនឹងណោបែរជាបង្កើតភាពតក់ស្លុតបង្កើតភាពអាត្មានិយមខ្លួនឯងហើយប្រឹងទៅទិញស្តុកអញ្ចឹងគឺបង្ហាញពីភាពអាត្មានិយមមួយទៀតគឺវាអាចបង្កជាហានិភ័យនៅពេលដែលយើងស្តុកទុកនៅប្រេងឥន្ធនៈដែលមិនសមស្របតាមលក្ខណៈបច្ចេកទេសឬនៅក្នុងទីតាំងដែលគ្មានសុវត្ថិភាពនោះគឺវាអាចបង្កជាគ្រោះអគ្គិភ័យការបង្កគ្រោះអគ្គិភ័យនេះគឺវាមិនត្រឹមតែបំផ្លាញទ្រព្យសម្បត្តិឬក៏អាចស្លាប់បាត់បង់អាយុជីវិតឬក៏បង្ករបួសពិការត្រឹមក្រុមគ្រួសារខ្លួនឯងទេបើសិនជាផ្ទះសម្បែងបងប្អូននៅជាប់គ្នាទៀតគឺអ្នកជិតខាងរបស់បងប្អូនក៏អាចរងគ្រោះថ្នាក់ដែរហើយសូមបញ្ជាក់ថាគ្រោះថ្នាក់ដែលបណ្ដាលមកពីអគ្គិភ័យដែលកើតចេញពីការស្តុកនៅប្រេងឥន្ធនៈខុសនៃស្តង់ដាឬមិនស្របតាមលក្ខណៈស្តង់ដារបច្ចេកទេសនេះគឺអ្នកដែលរងការខូចខាតអាចប្តឹងឲ្យបងប្អូនសងសំណងផ្សេងជាសំណងដែលអាចជារូបវ័ន្តដែលជាទ្រព្យសម្បត្តិហើយអាចជាសំណងជំងឺចាប់ផ្សេងទៀតអញ្ចឹងសូមឲ្យបងប្អូនយល់កន្លែងហ្នឹងចំណុចទី3សូមឲ្យបងប្អូនមេត្តាតាមដានការផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាលគឺការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងធម្មពលនិងរាយក៏បានបញ្ជាក់ច្បាស់ហើយថាកម្ពុជារបស់យើងគឺមិនតាន់ដល់ស្ថានភាពមួយដែលខ្វះទាំងស្រុងទេអញ្ចឹងសូមឲ្យបងប្អូនតាមដានហើយចំណុចទី4ខ្ញុំគិតថាប្រសិនជាបងប្អូនស្តុកទុកនៅប្រេងឥន្ធនៈក្នុងចំនួនណាមួយឧទាហរណ៍ថាអាចស្តុកទុកត្រឹមនៃ30លីត្រ100លីត្រឬក៏200លីត្រជាសំណួរសួរថាតើបងប្អូនចំណេញបានប្រមាណនៅពេលដែលយើងស្តុកទុកប៉ុណ្ណឹងឧបមាថាតម្លៃប្រេងវាអាចឡើងគុណនឹង2ឬគុណនឹង3វាអាចដល់ទៅប្រេងសាំងធម្មតាថា1លីត្រ12000រៀលចុះបើថាគុណនឹង3ណាគុណនឹង3ពីតម្លៃពីមុនដែលយើងនិយាយថា3850ក្រោយមកឡើងដល់4000ជាងនេះប្រហែលថាតម្លៃហ្នឹងវាគុណនឹង3គុណនឹង4ទៅចុះវាត្រឹមតែជាពី10000ជាងទៅ20000រៀលហ្នឹងអញ្ចឹងយើងឃើញថាបើសិនយើងស្តុក100លីត្រឬក៏1000លីត្រលុយដែលចំណេញនឹងមានប្រមាណគឺខ្ទង់$100ប៉ុណ្ណឹងឯងក៏ប៉ុន្តែបើសិនបើអាការស្តុកដែលមិនសមស្របតាមលក្ខណៈបច្ចេកទេសនោះដែលវាបង្កជាហានិភ័យសួរថាតើទំហំនៃការខាតបង់ហើយការខាតបង់មិនត្រឹមតែក្រុមគ្រួសារខ្លួនឯងទេវាអាចខាតបង់ទៅដល់អ្នកជិតខាងជាបន្ទុកទៅដល់សង្គមជាតិទាំងមូលហើយភាពអាត្មានិយមរបស់យើងដែលបង្កទៅជាបញ្ហាដល់អ្នកដទៃនោះរឿងយ៉ាងម៉េចទៀតនឹងសូមឲ្យបងប្អូនពិចារណាឡើងវិញហើយចំណុចមួយទៀតដែលខ្ញុំសូមឲ្យបងប្អូនមេត្តាយល់ថារឿងខ្លះគឺយើងអាច
ប្រែប្រួលយើងអាចផ្លាស់ប្ដូរអាយ៉ាប័តនៃការរស់នៅរបស់យើងបានទេឧទាហរណ៍ថាពីមុនយើងធ្លាប់ធ្វើដំណើរច្រើនយើងកាត់បន្ថយការធ្វើដំណើរមិនចាំបាច់មួយចំនួនក៏យើងអាចរួមចំណែកបាននៃការប្រើប្រាស់ប្រេងឥន្ធនៈដែរក៏ប៉ុន្តែអ្វីដែលយើងគួរយកចិត្តទុកដាក់និងផ្ដល់អត្ថប្រយោជន៍បំផុតនោះគឺសម្រាប់បងប្អូនដែលជាប្រជាកសិករដែលគាត់ត្រូវការប្រើប្រាស់ប្រេងឥន្ធនៈជាចាំបាច់សម្រាប់ការបង្កើនផលការប្រមូលផលរបស់គាត់អញ្ចឹងពួកគាត់ទៅតែជាអ្នកដែលមានអត្ថប្រយោជន៍ដែលត្រូវទទួលបាននូវការផ្គត់ផ្គង់ដើម្បីកុំឲ្យដាច់និរន្តរភាពហើយមួយទៀតដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈហ្នឹងគួរតែយើងព្យាយាមប្រើប្រាស់មធ្យោបាយធ្វើដំណើររួមគ្នាកាត់បន្ថយការធ្វើដំណើរជាឯកជនឲ្យបានច្រើនតាមដែលអាចធ្វើបានហើយយើងអាចធ្វើដំណើររួមគ្នាជាមួយនឹងមធ្យោបាយរួមគ្នាជាពិសេសគឺមធ្យោបាយសាធារណៈរបស់រដ្ឋដែលមានដូចជាឡានក្រុងដូចជាអីហ្នឹងខ្ញុំគិតថាហ្នឹងក៏យើងអាចរួមចំណែកកាត់បន្ថយបានច្រើនដែរសូមឲ្យយល់ថានេះគឺជាវិបត្តិសកលមិនមែនជាវិបត្តិដែលកើតឡើងតែឯងដោយប្រទេសកម្ពុជាដោយការគ្រប់គ្រងមិនត្រឹមត្រូវរបស់រាជរដ្ឋាភិបាលឬក៏របស់ថ្នាក់ដឹកនាំរូបណាទេក៏ប៉ុន្តែជាវិបត្តិសកលដែលកើតឡើងយ៉ាងតក់ក្រហល់ពីព្រោះគ្រប់គ្នាមិននឹកសម័យថាសហរដ្ឋអាមេរិកស្រាប់តែរួមគ្នាជាមួយអ៊ីស្រាអែលទៅវាយប្រហារលើអ៊ីរ៉ង់ភ្លាមទេអញ្ចឹងហើយយើងឃើញថាហានិភ័យនៃសង្គ្រាមនេះគឺជាវិបត្តិរួមមិនត្រឹមកម្រិតតំបន់ទេគឺកម្រិតពិភពលោកទាំងមូលអញ្ចឹងសូមឲ្យបងប្អូនរក្សាស្មារតីនឹងនោះដើម្បីរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលទប់ស្កាត់នៅពេលដែលបងប្អូនដែលនាំគ្នាទិញនៅទំនិញយុទ្ធសាស្ត្រស្តុកទុកដោយភាពតក់ស្លុតគឺធ្វើឲ្យឈ្មួញមួយចំនួនគឺគេចាប់ផ្ដើមកេងចំណេញពីភាពតក់ស្លុតរបស់បងប្អូនហ្នឹងគឺដំឡើងថ្លៃទំនិញហួសតម្លៃធម្មតាដែលនាំឲ្យមានការលំបាកដែលជាបន្ទុកទៅដល់បងប្អូនជាបរិបទជាពិសេសគឺបងប្អូនជាបរិបទដែលមានប្រាក់ចំណូលទាបឬក៏ប្រាក់ចំណូលមធ្យមអញ្ចឹងគឺជាការលំបាកណាស់សូមកុំឲ្យគំនិតអាត្មានិយមដែលចង់រស់តែខ្លួនឯងហើយបង្កទៅជាផលវិបាកសង្គមទាំងមូលប្រជាជនទាំងអស់នៅក្នុងប្រទេសរបស់យើងឃើញមានបងប្អូនមួយចំនួនដែលអាចថាភ័យតក់ស្លុតពេកនាំគ្នាទិញប្រេងឥន្ធនៈស្តុកទុកឥឡូវនេះយើងឃើញព័ត៌មានពីគ្រោះអគ្គិភ័យបន្តហើយដែលនេះគឺជាសារមួយសម្រាប់បងប្អូនដែលមានគំនិតចង់ស្តុកទុកប្រេងហ្នឹងគឺថាសូមឲ្យពិចារណាឡើងវិញពីព្រោះប្រេងសាំងប្រេងម៉ាស៊ុតក្តីឬក៏នៃឥន្ធនៈរាវដទៃទៀតគឺវាងាយបង្កជាគ្រោះអគ្គិភ័យណាប្រសិនបើយើងរក្សាទុកដាក់មិនសមស្របតាមស្តង់ដារបច្ចេកទេសឬក៏ទីកន្លែងដែលគ្មានសមត្ថភាពហើយមួយយ៉ាងវិញទៀតខែនេះទៀតសោតគឺជារដូវក្តៅទៀតដូច្នេះអាការឆាបឆេះហ្នឹងគឺវាងាយអញ្ចឹងខ្ញុំសូមសំណូមពរក៏ដូចជាការអង្វរទទូចដល់បងប្អូនដែលមានភាពតក់ស្លុតខ្លាំងហ្នឹងសូមមេត្តាកុំបារម្ភប្រសិនបើវាអត់ប្រេងឥន្ធនៈវាមិនមែនអត់តែយើងទេវាអត់ទូទាំងប្រទេសវាអត់ទូទាំងតំបន់វាអត់ទូទាំងពិភពលោកហើយខ្ញុំជឿថាពិភពលោកជួបវិបត្តិធំអញ្ចឹងច្រើនណាស់ជាប្រវត្តិសាស្ត្រគេមិនអាចបណ្ដោយឲ្យវិបត្តិហ្នឹងទៅជាម្ចាស់នៃវិធានការរបស់ពិភពលោកទេអញ្ចឹងនៅពេលដែលមានវិបត្តិកើតឡើងគឺគេនឹងរកច្រកចេញហើយគេមិនអាចដេកត្រាំនៅក្នុងវិបត្តិហ្នឹងរ៉ាំរ៉ៃរាប់ខែរាប់ឆ្នាំទេសូមបងប្អូនកុំមានការតក់ស្លុតក្នុងដំណាក់កាលវិបត្តិនេះអ្វីដែលយើងត្រូវយកចិត្តទុកដាក់បំផុតគឺទី1ពាក់ព័ន្ធជាមួយនឹងការធ្វើដំណើរដូចខ្ញុំបញ្ជាក់ខាងដើមគឺយើងកាត់បន្ថយការធ្វើដំណើរទាំងឡាយណាដែលមិនចាំបាច់អាហ្នឹងគឺកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈទី2គឺព្យាយាមប្រើប្រាស់មធ្យោបាយរួមគ្នាទៅណាមកណាគឺថាបើសិនជាត្រូវទិសដៅជាមួយគ្នាយើងគួរតែព្យាយាមប្រើប្រាស់មធ្យោបាយរួមគ្នាឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបានទី3ប្រើប្រាស់មធ្យោបាយរដ្ឋខ្ញុំបញ្ជាក់ខាងដើមគឺនៅរាជធានីភ្នំពេញរបស់យើងនេះគឺយើងមានរថយន្តក្រុងអញ្ចឹងសូមឲ្យបងប្អូនប្រើប្រាស់រថយន្តក្រុងហ្នឹងឲ្យបានច្រើនហើយរថយន្តក្រុងសូម
cái họ đã tranh đầm ná ở bàn tiếng tọt về về lía rồi xong mọi bong ôn tam đòn phơi nắng mề tam đó là thực hiệp đó rọt giòn cong rồi bọt rọt phong là bay thưaอย่างนั้นឲ្យគ្នារត់ទៅតាមពេលវេលាមួយដែលធ្វើឲ្យអ្នកធ្វើដំណើរនឹងអាចទៅតាន់ពេលវេលាអាហ្នឹងគឺជាចំណុចសំខាន់ទី3ទី4ក្នុងស្ថានភាពនេះគឺការគ្រប់គ្រងចំណូលចំណាយក្នុងគ្រួសាររបស់បងប្អូនម្នាក់ហ្នឹងគឺសំខាន់ណាស់មានន័យថាយើងត្បិតត្បៀតចំណាយដែលមិនចាំបាច់គឺយើងត្រូវតែមុននឹងចំណាយលើអ្វីមួយយើងត្រូវសួរខ្លួនឯង3 4 5ដងថាតើចំណាយហ្នឹងវាពិតជាចាំបាច់ដល់ត្រូវចំណាយដែរអត់ព្រោះយើងត្រូវរួមគ្នាជាមួយនឹងរដ្ឋាភិបាលក្នុងស្ថានភាពវិបត្តិនេះគឺទាមទារឲ្យការរួមចំណែកពីប្រជាពលរដ្ឋទាំងអស់ពីគ្រប់តួអង្គនៃសង្គមយើងទាំងអស់គឺមិនមែនតែចង្អុលទៅរដ្ឋាភិបាលចង្អុលទៅថ្នាក់ដឹកនាំចង្អុលទៅមន្ត្រីរាជការខណៈដែលយើងកំពុងបង្កបញ្ហាបន្ថែមដាក់បន្ទុកបន្ថែមទៅដល់សង្គមជាតិរបស់យើងអញ្ចឹងរឿងហ្នឹងគឺអត់បានទេសូមឲ្យរួមចំណែកទាំងអស់គ្នាធ្វើផែនការចំណាយឲ្យបានច្បាស់លាស់ហើយកាត់បន្ថយចំណាយដែលមិនចាំបាច់ឲ្យបានច្រើនបំផុតជាអត្តបរមាដើម្បីរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកាត់បន្ថយសម្ពាធបន្ទុកដល់រដ្ឋាភិបាលឥឡូវនេះរដ្ឋាភិបាលយើងត្រូវដឹងថាយើងកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាកលំបិនលំបាកទី1គឺយើងរងនឹងការឈ្លានពានពីសត្រូវឈ្លានពានដោយតែបងប្អូនបានដឹងទាំងអស់គ្នាហើយចាប់តាំងពីខែកក្កដាឆ្នាំទៅរហូតមកដល់ពេលនេះយើងឃើញថាសម្ពាធនៃសង្គ្រាមឈ្លានពានគឺមិនតាន់មានការថមថយទេដែលធ្វើឲ្យរដ្ឋាភិបាលត្រូវចំណាយធនធានច្រើនទៅលើវិស័យការពារជាតិទៅលើការជួយសម្រួលការលំបាកដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសង្គ្រាមគឺបងប្អូនជនភៀសសិកយើងជាងកន្លះលានអ្នកមួយចំនួនធំគឺលោកបានអញ្ជើញត្រឡប់ទៅផ្ទះសម្បែងរបស់គាត់អាចប្រកបរបររស់ស៊ីបានមួយចំនួនហើយក៏ប៉ុន្តែនៅមានបងប្អូនមួយចំនួនទៀតដែលមិនតាន់បានវិលត្រឡប់ទៅផ្ទះសម្បែងភូមិស្រុករបស់គាត់វិញនៅឡើយទេអានោះគឺជាបន្ទុករបស់រដ្ឋាភិបាលដែលចាំបាច់ត្រូវធ្វើយ៉ាងណាឲ្យពួកគាត់មានលំនឹងជីវភាពមានស្ថិរភាពខាងផ្លូវចិត្តនិងមុខរបរអញ្ចឹងរដ្ឋាភិបាលបានដាក់ចេញផែនការរៀបចំទីជំរកបណ្ដោះអាសន្នជូនបងប្អូនដែលមិនតាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញបានដោយសារតែចោលសៀមវាបានបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ពួកគាត់វាបានបំផ្លាញនៅហេដ្ឋារចនាសម្ព័ន្ធស៊ីវិលមួយចំនួនហើយគេបានយកកុងតឺន័រយកបន្លាលួសមកព័ទ្ធនៅគេហៅថាតំបន់ដែលជាផ្ទះសម្បែងស្រែចម្ការរបស់បងប្អូននោះគឺជាបន្ទុកមួយធំណាស់ដែលរដ្ឋាភិបាលកំពុងប្រឈមមុខមួយខាងដៃមួយខាងទប់ទល់ជាមួយនឹងសត្រូវឈ្លានពានដៃមួយខាងគឺរក្សាលំនឹងជីវភាពបងប្អូនប្រជាពលរដ្ឋឥឡូវនេះយើងមានបន្ទុកមួយទៀតគឺបញ្ហាអន្តរជាតិដែលជាសន្តិសុខធម្មពលដែលកំពុងតែយាយីនៅក្នុងពិភពលោកទាំងមូលដូច្នេះសត្រូវនេះធំណាស់បាទសត្រូវនេះធំណាស់គឺទាមទារឲ្យការរួមចំណែកទាំងអស់គ្នាសូមឲ្យបងប្អូនប្រជាពលរដ្ឋយល់ចំណុចហ្នឹងហើយសូមកុំគិតថារដ្ឋាភិបាលបានធ្វើអ្វីដើម្បីសម្រាលជីវភាពរបស់បងប្អូនដូចជាម្សិលមិញនេះពេលល្ងាចយើងឃើញមានសេចក្តីជូនដំណឹងមួយរបស់ក្រសួងពាណិជ្ជកម្មពាក់ព័ន្ធជាមួយនឹងការកំណត់ថ្លៃប្រេងឥន្ធនៈដែលត្រូវលក់រាយនៅចន្លោះថ្ងៃទី8មីនាដល់ថ្ងៃទី10ខែមីនាឆ្នាំ2026នេះដែលបានកំណត់ថ្លៃហើយខ្ញុំសូមបញ្ជាក់ថាថ្លៃដែលបានកំណត់នេះដោយតែបងប្អូនបានឃើញនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មហើយគឺមិនមែនជាថ្លៃដើមទាំងស្រុងដែលត្រូវលក់បានទេគឺជាការរួមឧបត្ថម្ភធនជាច្រើនរបស់រដ្ឋាភិបាលនៅក្នុងហ្នឹងមានន័យថាដើម្បីអាចលក់បាននៅក្នុងតម្លៃហ្នឹងគឺរដ្ឋាភិបាលមានការឧបត្ថម្ភធនបន្ថែមដើម្បីគឺការកាត់បន្ថយពន្ធនាំចូលដើម្បីធ្វើយ៉ាងណាឲ្យតម្លៃប្រេងឥន្ធនៈហ្នឹងវាកុំឲ្យហក់ឡើងខ្លាំងពេកវាធ្វើឲ្យប៉ះពាល់ខ្លាំងទៅដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋចំណុចកន្លែងហ្នឹងខ្ញុំសូមឲ្យបងប្អូនប្រជាពលរដ្ឋមេត្តាឆ្វេងយល់ថាតើរដ្ឋាភិបាលថ្នាក់ដឹកនាំរបស់យើងលោកបាននឹងកំពុងធ្វើអីខ្លះខ្ញុំលើកឡើងបែបនេះគឺមិនមែនមានន័យថាដោយទស្សនៈបងប្អូនមួយចំនួនឲ្យតែនិយាយពីរឿងវិជ្ជមានអំពីរដ្ឋាភិបាលអំពីថ្នាក់ដឹកនាំចេះតែនាំគ្នាថាទ្រពភាសានេះគឺជាភាសាដែលនាំឲ្យមានការបែកបាក់សង្គមយើងជាមនុស្សដែលប្រកបដោយវិចារណញ្ញាណប្រកបដោយការត្រេះរិះពិចារណាត្រឹមត្រូវយើងក៏គួរតែនាំគ្នាវិភាគថាតើចំណុចណាត្រឹមត្រូវចំណុចណាល្អ
ចំណុចណាមិនត្រឹមត្រូវចំណុចណាមិនល្អហើយយើងព្យាយាមរួមចំណែកក្នុងការកែសង្គមយើងទាំងអស់គ្នាកន្លែងណាដែលគិតថាមិនតន់ត្រឹមត្រូវល្អយើងគួរថាផ្ដល់យោបល់ថាគួរធ្វើយ៉ាងម៉េចល្អគួរធ្វើយ៉ាងម៉េចត្រឹមត្រូវកុំគ្រាន់តែយើងរំលឹកឲ្យឃើញអំពីការដោះស្រាយបញ្ហារបស់រដ្ឋាភិបាលទៅជាបងប្អូនមួយចំនួនមានទស្សនៈអវិជ្ជមានកន្លែងហ្នឹងខ្ញុំសូមឲ្យសង្គមយើងទាំងមូលសាធារណជនយើងទាំងអស់មេត្តាដូររបៀបគិតខ្ញុំគិតថាដូររបៀបនៅរស់នៅនិងដូររបៀបគិតនឹងធ្វើឲ្យយើងមានការកែប្រែជីវិតរបស់យើងដែរប្រសិនបើយើងគិតតែរបៀបដដែលហើយរស់នៅរបៀបដដែលធ្វើសកម្មភាពដដែលយើងអត់អាចបានលទ្ធផលប្រសើរជាងដែលខ្លួនឯងកំពុងទទួលបាននឹងទេសូមឲ្យជួយរួមចំណែកទាំងអស់គ្នាពពោះពេលនេះគឺជាវិបត្តិរួមសង្គមជាតិយើងគឺត្រូវការប្រជាពលរដ្ឋដែលមានការត្រិះរិះពិចារណាត្រឹមត្រូវប្រើប្រាស់វិចារណញ្ញាណជាងការប្រើប្រាស់អារម្មណ៍ប្រើប្រាស់មនោសញ្ចេតនាជ្រុលគឺយើងត្រូវប្រើហេតុផល rationality ប្រើហេតុផលប្រើវិចារណញ្ញាណប្រើចំណេះដឹងបទពិសោធន៍ដើម្បីធ្វើការវិនិច្ឆ័យនៅហេតុការណ៍នានាដែលកំពុងកើតឡើងនៅក្នុងសង្គមនៅក្នុងតំបន់និងពិភពលោកជាងដែលយើងប្រើអារម្មណ៍ផ្ទាល់ខ្លួនប្រើមនោសញ្ចេតនាផ្ទាល់ខ្លួនដែលយើងមិនអាចធ្វើម្ចាស់ការលើអារម្មណ៍លើមនោសញ្ចេតនាខ្លួនឯងបានហើយដាក់នៅការវិនិច្ឆ័យមួយដែលនាំឲ្យមានការខុសឆ្គងដូចជាករណីនៃការទិញនៅប្រេងឥន្ធនៈស្តុកទុកហ្នឹងខ្ញុំគិតថាជាការគិតដោយខុសឆ្គងមួយដែលបង្ហាញពីភាពអាត្មានិយមផងហើយជាផ្នែកមួយនៃបញ្ហាផងមិនមែនជាផ្នែកមួយនៃដំណោះស្រាយសម្រាប់សង្គមជាតិយើងទេអញ្ចឹងសូមឲ្យបងប្អូនមេត្តាឆ្វេងយល់ហើយចំណុចសំខាន់មួយទៀតដែរគឺសូមឲ្យបងប្អូនមេត្តាចេះដែលបែងចែករវាងព័ត៌មានពិតនិងព័ត៌មានคล้ายៗឥឡូវនេះក្នុងស្ថានភាពដែលសង្គ្រាមឈ្លានពានដែលបង្កឡើងដោយប្រទេសថៃនេះយើងឃើញថាក្រៅតែពីគេធ្វើសង្គ្រាមប្រដាប់អាវុធគេកំពុងតែធ្វើសង្គ្រាមចិត្តសាស្ត្រសង្គ្រាមព័ត៌មានសង្គ្រាមសេដ្ឋកិច្ចនិងដែលការបំបែកបំបាក់ជាតិយើងដូច្នេះគឺទាមទារឲ្យបងប្អូនចេះប្រើប្រាស់នៅវិចារណញ្ញាណចំណេះដឹងការគិតប្រកបដោយការត្រេះរិះពិចារណាស៊ីជម្រៅដើម្បីបែងចែកថាអ្វីពិតអ្វីคล้ายអ្វីដែលគេធ្វើឲ្យជាតិយើងបែកបាក់ពីព្រោះអ្វីដែលគេចង់បានគឺគេចង់ឃើញជាតិយើងចុះខ្សោយសង្គមយើងបែកបាក់ថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋគឺដែលមានភាពបន្ទោសរាយគ្នាពេលហ្នឹងគឺគេចង់ធ្វើឲ្យយើងក៏បានដែរអញ្ចឹងសរុបមកវិញពាក់ព័ន្ធជាមួយនឹងបញ្ហាប្រេងឥន្ធនៈនេះខ្ញុំគិតថាសូមឲ្យបងប្អូនមេត្តាកុំទិញយកទៅស្តុកទុកដែលវាមិនសមស្របលក្ខណៈបច្ចេកទេសដែលអាចបង្កជាហានិភ័យធ្ងន់ធ្ងរសម្រាប់ខ្លួនឯងនិងសម្រាប់អ្នកជិតខាងហើយជាពិសេសវាបង្កើតឲ្យមានគេហៅថាការដំឡើងថ្លៃដោយឈ្មួញឱកាសនិយមមួយចំនួនណាអញ្ចឹងបើសិនយើងនឹងណូគឺឈ្មួញអត់អាចប្រើប្រាស់នៃឱកាសហ្នឹងអត់អាចជ្រើសឱកាសហ្នឹងដើម្បីតម្លើងថ្លៃតំណែងទេអញ្ចឹងសូមឲ្យបងប្អូនមានការនឹងណូក្នុងស្មារតីហើយសូមកុំចង់រស់តែឯងនៅពេលដែលប្រេងឥន្ធនៈដែលវាអត់ទាំងអស់គ្នាហើយបងប្អូនមានតែឯងក៏មិនអាចសក់ដែរក៏មិនដឹងទៅណាដែរអាហ្នឹងសូមបងប្អូនមេត្តាលះបង់នៅគំនិតអាត្មានិយមចង់រស់តែម្នាក់ឯងហ្នឹងហើយចង់ណាអត់អីអត់ទៅហើយស្ថានីយ៍ដូចគ្នាដែរគឺថាសូមឲ្យថ្លឹងថ្លែងកុំឲ្យស្ថានីយ៍នៅមានប្រេងហើយថាអស់ប្រេងដើម្បីស្តុកទុកនឹងឆ្លៀតទៅរកការដំឡើងថ្លៃនៅថ្ងៃស្អែកខាន់ស្អែកឬក្នុងពេលវេលាដែលគិតថានឹងស្តុកឥន្ធនៈហ្នឹងវាកាន់តែខ្សត់ខ្សោយហើយចំណុចចុងក្រោយគឺសូមឲ្យបងប្អូនមេត្តាជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាហើយរាជរដ្ឋាភិបាលក៏ត្រូវតែបង្ហាញនៅយុទ្ធសាស្ត្រមួយច្បាស់លាស់ដែលគួរឲ្យជឿទុកចិត្តសម្រាប់ប្រជាពលរដ្ឋដែរហើយសូមឲ្យបងប្អូនចុងក្រោយមួយទៀតគឺថាធ្វើម៉េច
យើងប្រយ័ត្នប្រយែងក្នុងការចាយវាយគឺការគ្រប់គ្រងចំណូលចំណាយនៅក្នុងគ្រួសារហ្នឹងសំខាន់ណាស់ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលយើងទាំងអស់គ្នាជាប្រជាពលរដ្ឋសូមឲ្យជាផ្នែកមួយនៃដំណោះស្រាយសូមកុំឲ្យជាផ្នែកមួយនៃបន្ទុកបន្ថែមទៅលើជាតិរបស់យើងគឺមានតែយើងទាំងអស់គ្នារួមគ្នាទេទៅយើងអាចគេហៅថាឆ្លងកាត់នៅការសាកល្បងនៃសង្គ្រាមទាំងសង្គ្រាមឈ្លានពាននិងសង្គ្រាមនៅក្រៅតំបន់របស់យើងនេះដើម្បីឲ្យយើងអាចនឹងឈានទៅរកការដោះស្រាយបញ្ហានេះដោយជោគជ័យនិងមាននិរន្តរភាពបាទ